ลับมาวันท้ายให้ไงนี้เนี่ยខ្ញុំនឹងមានវីដេអូមួយទៀតដែលអ្នកទាំងអស់គ្នាឃើញចំណងជើងស្រាប់ហើយគឺជា monthly favorite ដូចអ្នកទាំងអស់គ្នាដឹងស្រាប់ហើយឥឡូវហ្នឹងយើងចូលខែ8អញ្ចឹងនេះខ្ញុំនឹង review របស់ខ្លះៗដែលអ្នកខ្ញុំបានប្រើហើយបានចូលចិត្តវានៅក្នុងខែកក្កដាខែមុនហ្នឹងខែ7ហ្នឹងចែករំលែកដល់អ្នកទាំងអស់គ្នាអញ្ចឹងកុំឲ្យចាំយូរតោះយើងចាប់ផ្ដើមវីដេអូនេះទាំងអស់គ្នាអូខេរបស់ដំបូងដែលខ្ញុំនឹងបង្ហាញជូនដល់អ្នកទាំងអស់គ្នាគឺជា sunproof គឺជា sunproof ទូនេះអ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ឃើញនាងខ្ញុំថតជាមួយនឹងវាហើយផុសនៅក្នុង Instagram Facebook អីផ្សេងៗឯងព្រោះឡើងនេះខ្ញុំអត់មានពេលច្រើនទេនៅក្នុងការតុបតែងមុខយើងត្រូវការអ្វីមួយដែលលឿនហើយស្អាតអញ្ចឹងនេះខ្ញុំបានរកឃើញវានេះក្នុងខ្លងទូចនេះវាមានជាតិការពារកម្ដៅថ្ងៃ primer ហើយនឹងមានជាតិម្សៅនៅក្នុងនោះស្រាប់ហើយអញ្ចឹងយើងគ្រាន់តែប្រើវាលាបនៅលើមុខហើយយើងធ្វើការគូសចើមតិចតួចឬមកគូភ្នែកឬ mascara តិចតួចហើយយើងអាចចេញទៅក្រៅបានហើយព្រោះអីវាអត់ត្រូវការចំណាយពេលច្រើននៅក្នុងការតុបតែងមុខយើងដូចថាត្រូវលាបលេខការពារកម្ដៅថ្ងៃមួយតង់ហើយយើងត្រូវលាបម្សៅតំណប់មួយតង់សិនហើយយើងត្រូវលាបម្សៅមួយតង់ទៀតវាអត់ចំណាយពេលច្រើនទេហើយវានេះ work ល្អបំផុតសម្រាប់អ្នកដែលដូចថាសិស្សសាលាបងប្អូនសិស្សសាលាឬមកគាត់គ្រាន់តែទៅធ្វើការក៏គ្រាន់តែទៅរៀនអីធម្មតាទេយើងអត់ត្រូវការតុបតែងខ្លួន too much ទេអញ្ចឹងយើងអាចប្រើជាមួយតែវាមួយនេះហើយដូចខ្ញុំនិយាយមិញអញ្ចឹងគូចាំអីតិចតួចលាប mascara eyeliner តិចតិចទៅស្អាតតែយើងអាចចេញទៅក្រៅបានហើយណាមួយគឺវាមានចិត្តការពារកម្ដៅថ្ងៃទៀតចូលចិត្តថតតែកន្លែងហ្នឹងហ្មងប៉ុន្តែបើសិនជាមានថ្ងៃណានេះខ្ញុំដូចថាត្រូវការទៅញ៉ាំអីពេលល្ងាចតជាមួយនឹងមិត្តភ័ក្តិបន្ទាប់ពីចេញពីធ្វើការមកអញ្ចឹងគ្រាន់តែនេះខ្ញុំបន្ថែមរបស់ពិសេសមួយទៀតទេនិយាយទៅនេះខ្ញុំប្រើ Everly Sunproof នេះដដែលប៉ុន្តែគ្រាន់តែនេះខ្ញុំលាបជាមួយនឹង cushion ថែមពីលើមួយមុខទៀតព្រោះអីដូចដឹងស្រាប់ហើយនៅក្នុងនេះគឺមានពី3មុខលាយចូលគ្នាហើយអញ្ចឹងនេះខ្ញុំមិនបាច់ត្រូវការលាប sunscreen មួយតង់ហើយ primer ហើយអីណាទៀតទេអញ្ចឹងនេះខ្ញុំលាបអានេះមួយហើយខ្ញុំលាបជាមួយនឹង cushion នេះខ្ញុំប្រើមក IOPE អាចនិយាយបានថានេះខ្ញុំមិនជា fan cushion ទេនិយាយទៅ cushion ក្រេភាគច្រើនសនៅពេលដែលលាបទឹកឃើញមុខសទៅឃើញមុខរាងធំហើយឃើញអាឡងបែបនេះខ្ញុំអត់សូវចូលចិត្តទេប៉ុន្តែមិត្តភ័ក្តិបានណែនាំ IOPE នេះថាសាក់ប្រើហ្នឹងមើលព្រោះអីលេខវារាងកម្ៅហើយវាអត់សខ្លាំងទេចង់និយាយថាដូចដឹងស្រាប់ហើយស្រីក្រេគាត់សគាត់ត្រូវការមុខរាងលាបទៅសរាងអាឡងអញ្ចឹងណាប៉ុន្តែនិយាយទៅ cushion មួយនេះខ្ញុំប្រើធ្លាប់ប្រើពីមុនមកទិញបានប្រើតែម្ដងពីរដងបោះចោលគឺដូចមានអារម្មណ៍ថាដូចវាអត់ត្រូវណានាងខ្ញុំប្រហែលជាចូលចិត្តរៀងម៉ែតប៉ុន្តែសម្រាប់ cushion នេះនៅពេលដែលលាបហើយវាអត់អាឡងខ្លាំងវាអត់សខ្លាំងហើយវាជាប់បានយូរទៀតនិយាយទៅនៅពេលដែលខ្ញុំលាប sunproof ខ្លងទូចមិញហ្នឹងហើយនាងខ្ញុំលាបអានេះពីលើទៀតទៅគឺវាអាចជាប់បានរហូតទៅដល់ល្ងាចទៅដល់យប់ហើយមកដល់ផ្ទះក៏វានៅជាប់នៅលើមុខដែរអញ្ចឹងមានថានាងខ្ញុំមិនបាច់ថាបន្តិចទៅបន្ទប់ទឹកថែមម្សៅបន្តិចទៅបន្ទប់ទឹកថែមម្សៅអីអញ្ចឹងព្រោះអី cushion រដងមកផ្សេងធ្លាប់ប្រើដែរប៉ុន្តែប្រហែលជាអ្នកចំពោះអ្នកទាំងអស់គ្នាខ្ញុំមិនដឹងទេតែចំពោះខ្ញុំគ្រាន់តែអត់សូវចូលចិត្តវាដោយសារតែដូចខ្ញុំនិយាយអញ្ចឹងវាសហើយវារៀងអលើបជាពិសេសគឺវាសហ្មងវាសចឹងតែឃើញមុខដូចហើយឃើញមុខធំទៀតទៅពេលចឹងទៅដូចអត់សូវត្រូវតែចំពោះដល់ពេលខ្ញុំប្រើនេះខ្ញុំចូលចិត្តវាហើយមានអារម្មណ៍ថាវាអត់ធ្ងន់ណាវាអត់មានអារម្មណ៍ថាវាអត់ស្អិតវាអត់រំខានយើងនៅក្នុងការធ្វើការងារអីផ្សេងអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាកំពុងតែស្វែងរក cushion ដែលត្រូវជាមួយនឹងប្រភេទស្បែកឬមួយក៏ដែលមានចំណូលចិត្តប្រហែលនាងខ្ញុំដូចនាងខ្ញុំនិយាយមិញអញ្ចឹងអាចសាកជាមួយនឹង IOPE IOPE នេះបានអាចសាកវាមើលឃើញលោចូលចិត្តដូចខ្ញុំដែរអញ្ចឹងណាអូខេហើយបន្តទៀតនេះអ្វីដែលអ្នកទាំងអស់គ្នាតែងតែសួរនាងខ្ញុំទាំងនៅក្នុង Facebook Page Instagram រៀងរាល់ពេលដែលដូចថានាងខ្ញុំ post selfie ទៅលាបជាមួយនឹងក្រែមពណ៌នេះអញ្ចឹងឥឡូវនេះនាងខ្ញុំសូមប្រាប់ហ្មងគឺនេះគឺជាក្រែមពណ៌ដូចអ្នកទាំងអស់គ្នាឃើញអញ្ចឹងគឺពណ៌ហ្នឹងពណ៌ហ្នឹងពណ៌អីរៀងបែកក្រហមកម្ៅឈាមឈូកឈ្មោះវា Faithful Mac Power BH តាមពិតដំបូងឡើងខ្ញុំមិនថាជាអ្នកស្រឡាញ់ពណ៌ហ្នឹងតាមទិញស្វែងរកវាទិញពណ៌ហ្នឹងឲ្យបានហ្មងឯងគ្រាន់តែថានេះខ្ញុំត្រូវការក្រែមមួយដែលមានលក្ខណៈ matte finish វា matte ហើយវាមានជាតិម្សៅហើយវាជាប់បានយូរអញ្ចឹងគ្រាន់តែដូចថាមិត្តភ័ក្តិក៏ recommend មកថាឥឡូវហ្នឹងមានក្រែមនេះ BH នេះជាប់បានយូរមានពណ៌ច្រើនឲ្យប្រហែលជាខ្ញុំមិនដែរប្រើពណ៌នេះសាកពណ៌នេះម្ដងមកព្រោះអត់ដែរប្រើប៉ុន្តែនៅពេលដែលលាបទៅមានអារម្មណ៍ថាវា look good វាត្រូវវាមិនថាតតែ make up sexy ឬមួយក៏មិនបានត្រូវទេខ្ញុំមានអារម្មណ៍ថាពណ៌ហ្នឹងសម្បី make up ធម្មតាអញ្ចឹងក៏លាបត្រូវសម្បីតែ make up ស្រាលជាងហ្នឹងក៏ត្រូវហើយដូចថាយប់ឡើងយល់ថាគាត់ចូល club ឬក៏មានកម្មវិធីអីអញ្ចឹងលាបពណ៌ហ្នឹងក៏ត្រូវនិយាយទៅមានអារម្មណ៍ថាវាត្រូវចំពោះគ្រប់កលៈទេសៈអញ្ចឹងខ្ញុំមានអារម្មណ៍ថាពេលខ្ញុំលាបទៅ
វាអញ្ចឹងប៉ុន្តែខ្ញុំមិនដឹងថាអ្នកទាំងអស់គ្នាគាត់ថាពណ៌នេះវាដុតពេកឬមួយក៏មិនខ្ញុំមិនដឹងណាប៉ុន្តែនៅពេលដែលខ្ញុំសាកលាបទៅវារៀងស្ទើក្រហមតិចស្ទើឈាមជ្រូករៀងបែកមិនទេប៉ុន្តែស្អាតហើយសំខាន់គឺវាជាប់បានយូរទៅហើយវាជាតិម្សៅវាអត់លាបទៅឃើញអឡងអីចឹងឯងចឹងទៅគឺពេញចិត្តអានេះហើយក៏ប្រើអស់ពីដើមមកហើយដែរចង់និយាយថាអញ្ចឹងអស់ពីដើមមកអត់បានលាបក្រែមសាហាវជាងញ៉ាំបាយទៀតអូខេបន្តមកទៀតគឺនេះ Fito ហើយជាផលិតផលមួយនេះគឺខ្ញុំអត់ដែលបានផុសនៅក្នុង social media ផងខ្ញុំមិនដោយសារតែវាស្ថិតនៅក្នុងដំណាក់កាលសាក់ប្រើតែដល់ពេលឥឡូវសាក់ប្រើគឺវាមានលទ្ធផលល្អពេញចិត្តហើយឥឡូវយកមកបង្ហាញដល់អ្នកទាំងអស់គ្នានេះគឺជា cream លាបសក់នៅពេលដែលយើងដូចថាយើងកក់សក់ហើយខ្លុំហើយនៅសក់រៀង30តិចអញ្ចឹងយើងច្របាច់ cream នេះដាក់លើដៃបន្តិចមកយើងលាបចង់សក់យើងអញ្ចឹងអាហ្នឹងយើងលាបដើម្បីដូចថាការពារនៅពេលដែលយើងធ្វើការមូសក់គៀបសក់កប់សក់អីអញ្ចឹងគឺវាជួយដូចថាការពារសក់យើងកុំឲ្យខូចដឹងស្រាប់ហើយនៅពេលដែលយើងធ្វើសក់ជាមួយនឹងម៉ាស៊ីនក្តៅទាំងអស់នឹងច្រើនគឺវាខូចសក់វាបែកចុងវាប៉ុន្តែនៅពេលដែលខ្ញុំលាបអានេះហើយខ្ញុំមានអារម្មណ៍ថាវាបានជួយព្យាបាលសក់ខ្ញុំច្រើនមិនត្រឹមតែការពារសក់ខ្ញុំពីការដូចថាគៀបសក់ប្រើជាមួយនឹងម៉ាស៊ីនក្តៅទាំងអស់ហ្នឹងឯងប៉ុន្តែខ្ញុំមានអារម្មណ៍ថាសក់ខ្ញុំដែលបែកចុងពីមុនមកហ្នឹងបែកចុងវាស្អាតអ្នកទាំងអស់គ្នាដល់ស្រាប់អសចុងសក់ហ្នឹងវាបាត់អស់ច្រើននិយាយទៅខ្ញុំប្រើតែម្ដងពីរដងខ្ញុំឃើញលទ្ធផលមកខ្ញុំឃើញថាវាពិតជា work មែនហើយសក់ខ្ញុំឲ្យតែរៀងរាល់ពេលកក់សក់គឺខ្ញុំកក់ហើយគឺខ្ញុំអត់ដែលចេះនៅស្ងៀមទេប្រកាសជាត្រូវការកប់លមូវាអញ្ចឹងខ្ញុំត្រូវការរកអ្វីមួយដែលជួយការពារសក់ខ្ញុំពីម៉ាស៊ីនក្តៅទាំងអស់ហ្នឹងកុំឲ្យខូចសក់អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាជួបបញ្ហាដូចខ្ញុំដែរអាចសាកល្បងប្រើប្រាស់ជាមួយនឹងឈ្មោះវា Fito 7ដែលជាផលិតផលផុសបារាំងតម្លៃដូចជាអត់សូវថ្លៃម៉ានេះអញ្ចឹងអ្នកទាំងអស់គ្នាអាចសាកល្បងបាននិយាយទៅខ្ញុំប្រើ2ដងថា2ដងចុះខ្ញុំប្រើ2ដងដំបូងហ្នឹងឃើញការខុសប្លែកណាអញ្ចឹងអ្នកទាំងអស់គ្នាអាចសាកល្បងប្រើជាមួយនឹង Mac Fito នេះបានបន្ទាប់ពីយើងធ្វើខ្លួនពេញមួយថ្ងៃហើយយប់ឡើងយើងត្រូវការដល់ពេលវេលាមួយដែលយើងត្រូវចេញធាតុពិតរបស់យើងមើលទៅដល់សភាពដើមវិញគឺមានន័យថាអ្នកទាំងអស់គ្នាយល់ហើយនិយាយទៅបើសិនជានិយាយពី mascara វិញអ្នកទាំងអស់គ្នាប្រកាសជារក mascara ណាដែលជាប់បានយូរបងមាន mascara ណាជាប់បានយូរហ៎មានអាធន់នឹងទឹកឯងបងយក waterproof ហ៎យក waterproof ហ្មងណាខ្ញុំដូចគ្នាខ្ញុំចង់បាន mascara ណាដែលជាប់បានយូរបែកញើសអីតិចតួចហៀបតាមកដោយ Panda នៅក្រោមហ្នឹងគឺអត់ចូលចិត្តទេប៉ុន្តែនេះខ្ញុំក៏អត់ចូលចិត្តលក្ខណៈជា waterproof ដែរព្រោះអីពិបាកជាងគេពិបាកនៅពេលដែលយើង remove make up ចេញនៅពេលដែលយើងលាង make up ចេញវាលាងអត់អស់ដល់ពេលវាលាងអស់ទៅវានៅក៏ជាប់នឹងអារោមភ្នែកហ្នឹងពេលខ្លះត្រូវឲ្យដាច់រោមភ្នែកហ្នឹងពេលខ្លះធ្វើឲ្យជ្រុះរោមភ្នែកហ្នឹងអញ្ចឹងនៅពេលដែលយើងវាមានអីជាប់នឹងរោមភ្នែកចេះទាញច្បោវាមកដាច់ទាំងរោមភ្នែកមកទាំងដុំអញ្ចឹងហើយឡើងតែគាត់ថាឥឡូវហ្នឹងខ្ញុំមានប្រដាប់លាង mascara ដែលមានប្រសិទ្ធភាពខ្ពស់មែនតើចង់ mascara ហ្នឹង waterproof double waterproof គុណនឹង3គុណនឹង4ទៀតក៏ខ្ញុំអត់ខ្វល់ដែរកុំខ្ជិលណាអ្នកទាំងអស់គ្នា mascara ដូចខ្ញុំនិយាយមិញអញ្ចឹងតែទុកជាប់ហ្នឹងវាអាចជ្រុះភ្នែកកាច់រោមភ្នែកហើយតែ mascara វាជាប់ដុំនៅរោមភ្នែកយើងគឺវាអត់សំណុកក្នុងខ្លួនសោះអញ្ចឹងយើងលាង mascara ចេញមុននឹងខ្ញុំធ្វើការ remove make up ចេញគឺខ្ញុំប្រើជាមួយនឹង mascara cleaner នេះគឺគ្រាន់តែយើងលាបដូច mascara អញ្ចឹងនៅពេលដែលភ្នែកយើងមាន mascara ស្រាប់ហ្នឹងយើងចង់លាង mascara ហ្នឹងចេញអញ្ចឹងយើងលាបអានោះពីលើវាទៅលាបដូច mascara អញ្ចឹងលាបទៅយូរទៅវានឹងអាលីអាជាតិ mascara ហ្នឹងវាអាលីចេញមកហើយយើងគាត់យកស្លៃផ្អឹបនឹងវាមកស្ទុះហើយយើងទាញដកចេញមកវិញមកគឺឃើញ mascara ជាប់នឹងស្លៃឯងបន្ទាប់ពីលាង mascara ចេញអស់ហើយយើងប្រើជាមួយនឹង cleansing waterនេះមិនជាលើកទី1ណាដែលខ្ញុំធ្វើ review ពីវាព្រោះអីឆ្នាំមុនក៏ខ្ញុំធ្លាប់ធ្វើ review ពីវាដែរគឺខ្ញុំប្រើវារាប់ឆ្នាំមកហើយក៏មិនអស់បន្តិចដបដែរដូចថា make up remover ខ្លះវាមានជាតិប្រេងណានៅពេលដែលយើងលាងហើយមានអារម្មណ៍ថាវាប្រេងនៅលើមុខអញ្ចឹងយើងដាច់ខាតត្រូវតែលាងជាមួយនឹងទឹកលាងជាមួយនឹង foam លាងវាចេញបានតែចំពោះអានេះយើងបាច់លាងវាចេញក៏បានដែរតែបើសិនជាដូចថាយប់ឡើងដូចខ្ញុំអញ្ចឹងលាងជាមួយនឹង cleansing water នេះហើយយប់ឡើងខ្ញុំច្បាស់ហើយប្រកាសជាត្រូវងូតទឹកលុបមុខចេញអញ្ចឹងងូតទឹកលុបមុខចេញជាមួយ foam ធម្មតាអីក៏បានដែរអីអត់មានបញ្ហាទេអាចសាកបងប្រើបានហើយអត់កុហកទេគឺនាងខ្ញុំប្រើរាប់ឆ្នាំមកហើយអញ្ចឹងបើសិនជាមានអ្នកណាមួយអត់ទាន់បានប្រើទេអាចសាកបងប្រើជាមួយនឹងវាបានអូខេបន្ទាប់ពីយើង remove make up ហើយអីហើយចេញអស់លេងហើយយើងប្រកាសជាត្រូវការលុបមុខចេញហើយត្រូវអត់ឥឡូវនេះនាងខ្ញុំសូមបង្ហាញពីអ្វីដែលនាងខ្ញុំតែងតែប្រើនៅក្នុងការលុបលាងមុខគឺ foam cleanser នេះ
នេះមក Laneige ដូចឃើញចាប់ហើយគឺឡើងតប៉ែតអស់ហើយអស់អត់អីចឹងហ្មងនៅសល់បន្តិចនៅសល់តែបន្តិចទេប្រហែលជាត្រូវទៅរកទិញថ្មីហើយបើមិនថ្ងៃថតវីដេអូចាប់ប្រហែលជាទៅរកទិញហើយព្រោះនេះប្រហែលជាអាចប្រើបាន 2-3 ថ្ងៃអីទៀតហ្នឹងអស់ហើយហើយអ្វីដែលខ្ញុំចូលចិត្តចំពោះ form លាងមុខមួយនេះគឺថានៅពេលដែលលាងជាមួយនឹង form ហ្នឹងហើយគឺមានអារម្មណ៍ថាមុខយើងទត់គឺមានអារម្មណ៍ថាមុខយើងទន់ហើយភ្លឺចេញពីខាងក្នុងមកហ្មងមិនដូច form លាងមុខខ្លះនៅពេលដែលលាងមុខហើយវាធ្វើឲ្យមុខយើងតឹងផ្អឺស្ងួតអញ្ចឹងអាហ្នឹងអត់ល្អវិញណាដូចវីដេអូមុននឹងខ្ញុំធ្លាប់ប្រាប់ហើយបើសិនជាយើងប្រើជាមួយនឹង form លាងមុខណាដែលដូចថាយើងលាងហើយមុខយើងមានអារម្មណ៍ថាតឹងអញ្ចឹងអាហ្នឹងអត់ល្អអាហ្នឹងឆាប់ជ្រួញមុខណាយើងត្រូវប្រើ form លាងមុខណាយើងលាងហើយវាមានអារម្មណ៍ថាមុខយើងទន់មិនមុខយើងតង់ទេតែគាត់ថាអ្វីដែលខ្ញុំបានធ្វើ research កន្លងមក form លាងមុខត្រូវតែយើងលាងហើយមុខយើងទន់ហើយមើលទៅមានសំណើមហើយភ្លឺអីអញ្ចឹងអាហ្នឹងគឺ form លាងមុខហ្នឹងគឺត្រូវជាមួយមុខយើងហើយអញ្ចឹងនៅពេលដែលខ្ញុំប្រើនេះគឺវាអញ្ចឹងមើលទៅមុខយើងពេលលាងហើយវាទន់ហើយវារៀងភ្លឺហើយវាមានចិត្តសំណើមអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមានអ្នកខ្លះគាត់កំពុងតែស្វែងរក form លាងមុខដែលស័ក្តិសមជាមួយនឹងមុខរបស់គាត់ដូចថាមុខអត់មានបញ្ហាអីគ្រាន់តែយើងគ្រាន់តែចង់ឲ្យវារៀងភ្លឺហើយឲ្យវាទន់ហើយមានសំណើមអីតែប៉ុណ្្នឹងយើងអាចសាកល្បងជាមួយនេះបានបើសិនជាអ្នកខ្លះមានមុខកើតមុនមានមុខអីយើងត្រូវតែហៅ form ផ្សេងមួយទៀតដែលត្រូវជាមួយប្រភេទមុខគាត់ដែលជាមុខកើតមុនមុខខ្លាញ់មុខអីអញ្ចឹងណាតែនេះសម្រាប់ស្បែកមុខទូទៅអញ្ចឹងអាចសាកល្បងជាមួយវាបានហើយសំខាន់គឺវាក្អូអូខេ Monthly Favorite របស់នេះខ្ញុំនៅពេលនេះបានមកដល់ទីបញ្ចប់ហើយបន្ទាប់ពីនេះខ្ញុំបានរៀបរាប់របស់ជាច្រើនដែលនេះខ្ញុំបានចូលចិត្តដែលនេះខ្ញុំបានប្រើចង់ដឹងដែរថាតើអ្នកទាំងអស់គ្នាធ្លាប់ប្រើរបស់មួយណានៅក្នុងចំណោមផលិតផលទាំងអស់ដែលនេះខ្ញុំបានរៀបរាប់បាញ់មិញហ្នឹងមានអ្នកគេធ្លាប់ប្រើមួយនៅក្នុងចំណោមហ្នឹងអត់ឬក៏2ឬក៏3នៅក្នុងចំណោមហ្នឹងអត់អាច comment ខមហ្នឹងឲ្យអ្នកខ្ញុំបានដឹងអត់ហើយនៅពេលដែលប្រើហើយវាមានប្រសិទ្ធភាពដូចអ្នកខ្ញុំប្រើអត់នៅពេលដែលប្រើហើយវាល្អដូចអ្នកខ្ញុំនិយាយមិញអត់អាចឲ្យអ្នកខ្ញុំដឹងបានទេព្រោះចង់ដឹងគីឡូយើងប្រើល្អតែឯងអ្នកផ្សេងប្រើអត់ល្អអត់ត្រូវក៏វាជាបញ្ហាដែរណាអញ្ចឹងចង់ដឹងមើលជួយ comment ខាងខមមើលថាមានអ្នកគេធ្លាប់ប្រើអ្វីដែលអ្នកខ្ញុំបាន review មិញហ្នឹងអត់ហើយក៏ជាសំណពរដែរអ្នកខ្ញុំប្រហែលជាត្រូវធ្វើ monthly favorite រាល់ខែយល់មិនដែរព្រោះឲ្យមាន viewer ខ្លះគាត់សំណពរឲ្យធ្វើថាបងចង់ឲ្យបងឯងធ្វើ favorite រាល់ខែខ្ញុំចង់ដឹងបងឯងប្រើអីគេខ្លះអញ្ចឹងអ្នកខ្ញុំប្រហែលជាព្យាយាមបើសិនជាតនេនិយាយទៅមិនបើសិនជាតនេនាងខ្ញុំនឹងព្យាយាមនៅពេលតនេនាងខ្ញុំនឹងធ្វើវីដេអូ monthly favorite ទោះបីជាមួយខែបានចេញ make up tutorial ម្ដងយ៉ាងហោចណាស់ក៏មួយខែបានចេញ monthly favorite ម្ដងដែរត្រូវអត់ so វីដេអូនេះបានមកដល់ទីបញ្ចប់ហើយកុំភ្លេច follow Instagram ហើយដូចជា Facebook page ហើយយើង keep in touch ទាំងអស់គ្នាណា alright ជួបគ្នានៅវីដេអូក្រោយទាំងអស់គ្នាណា bye bye